Bà xong chụp xua luôn nè bà bọn nó nhé. Cái này chúng nông prap piរបៀបក្នុងការដែលយើង print ឯកសារយើងចង់ភ្ជាប់ print យើងពី laptop ទៅ computer អញ្ចឹងតើធ្វើដូចម្ដេចអញ្ចឹងរបៀបភ្ជាប់វាគឺយើងត្រូវបើកម៉ាស៊ីនសិននេះយើងដោតឌុយសិនមកហើយតមកយើងបើកម៉ាស៊ីន print អូខេបន្ទាប់ពីយើងបើកហើយអញ្ចឹងចូលមកកាន់ឯកសារដែលយើងចង់ print មកអូខេអញ្ចឹងកន្លែងទៅនេះយើងអាចចុចកន្លែងនេះកន្លែង file នេះក៏បានបាទចុចលើ file នេះតមកតែអ្នកគ្នានឹងឃើញកន្លែងគេឲ្យ print នេះកន្លែងចុច print នេះបាទហើយមួយទៀតយើងអាចប្រើ shortcut key យើងចុច control P បាទ control P វាចេញហើយមួយទៀតណែតែប៉ុណ្្នឹងឯង control P មកអូខេបាទអូខេអញ្ចឹងយើងឃើញទាំងកិច្ចការរបស់យើងដែលយើងត្រូវដែលយើងចង់ print អញ្ចឹងកន្លែងនេះកន្លែង printer នេះកន្លែងនេះគឺយើងភ្ជាប់ម៉ាស៊ីន print របស់យើងណាបាទអញ្ចឹងរបៀបភ្ជាប់ដោយសារតែនេះគឺម៉ាស៊ីនខ្ញុំប្រើ wireless អញ្ចឹងកាលណាយើងប្រើ wireless យើងភ្ជាប់វាយើងចុច add មកបាទ add ណាបាទតែបើនៅអស់ខ្សែខ្ញុំមានវីដេអូថ្មីមួយទៀតដែលទាក់ទងនឹងការភ្ជាប់នឹងការដោតខ្សែដោត USB បាទចឹងបងប្អូនចុច subscribe ផងដើម្បីទទួលបានវីដេអូថ្មីអូខេអញ្ចឹងវានឹងចេញឲ្យហើយវា load នាំមកកាន់ setting ហើយអូខេកន្លែងទៅនេះគឺយើងចុច add មកបើសិនជាអ្នកនរគ្នាករណីថាយើងមានម៉ាស៊ីន print ដែលយើងភ្ជាប់ Wi-Fi ហើយវា wireless អញ្ចឹងចុច book add មកបាទចុច book ហើយយើង add ហើយបន្ទាប់មកវានឹង load ម៉ាស៊ីន print ប៉ុន្តែដោយសារតែខ្ញុំបានភ្ជាប់រួចហើយអញ្ចឹងបើសិនតើអ្នកគ្នាអត់ទាន់ភ្ជាប់ទេសូមភ្ជាប់កន្លែងហ្នឹងណាអូខេអញ្ចឹងបន្ទាប់ពីយើង print បន្ទាប់ពីយើងភ្ជាប់ហើយអញ្ចឹងវានឹង load ឲ្យបែបនេះបើតើអ្នកគ្នា load អត់ឃើញ load ហ្នឹងទេអ្នកគ្នាចុចហើយមើលវាសិនមើលឲ្យចេញម៉ាស៊ីន print របស់យើងឈ្មោះ model ម៉ាស៊ីន print របស់យើងចូលចេះហើយយកបែបហ្នឹងមកចុច serial មកបាទអូខេតបមកខ្ញុំនឹងប្រាប់ពីមុខងារកន្លែងនេះគឺកន្លែង copy អញ្ចឹងយើងចង់បានប៉ុន្មានអញ្ចឹងអានេះ1អញ្ចឹងបើសិនជាយើងចង់បាន2យើងយកអានឹង2មានន័យថាយើងយក2ច្បាប់អញ្ចឹង2 10ច្បាប់ណាអូខេកន្លែងហ្នឹងគឺចំនួនដែលយើងចង់បានអូខេអញ្ចឹងមួយទៀតតោះចូលកន្លែង print all page ហ្នឹងបាទអាហ្នឹងគឺមានន័យថាយើង print ទាំងអស់បាទចា page ខ្ញុំមាន2អញ្ចឹងខ្ញុំ print ទាំង2តែបើសិនករណីដែលបងប្អូនគ្នាចង់បាន page ទី2ខ្ញុំមិនចង់បាននេះទេខ្ញុំចង់បានតែថាមកនេះអញ្ចឹងយើងត្រូវវាយលេខបាទអញ្ចឹងវាយលេខហ្នឹងកន្លែងទៅនេះគេប្រាប់យើងដែរគេដាក់សញ្ញាអីមុនបាទចូលអូខេខ្ញុំដាក់ចំទៅនេះសិនអញ្ចឹងនេះតែបើសិនជាអ្នកនរគ្នាចង់បានលេខចង់បាន page ទី2អញ្ចឹងវាយលេខ2មកហើយបន្ទាប់មកបាទ comma 1មកហើយតែបើតើអ្នកគ្នាចង់បានអត់ថទាំងពីរអ្នកគ្នាមាន print ឯកសារច្រើនប៉ុន្តែយើងចង់បានចន្លោះកណ្ដាលអញ្ចឹងយើងវាយមកពីណាដល់ណាអត់ថខ្ញុំចង់បានពី2ដល់3អញ្ចឹងវាមានន័យថាវា print 2ដល់3បាទអូខេអត់ថខ្ញុំ3ដល់10អញ្ចឹងវា print ចាប់ពី3ដល់10អញ្ចឹងកន្លែងហ្នឹងយល់ទេបងប្អូនបាទអូខេឥឡូវខ្ញុំចង់បាន print กระดาษទី2អញ្ចឹងនេះវាយលេខ2មកបាទវាយលេខ2បែបនេះមកអញ្ចឹងអាច print អស់2អញ្ចឹងកន្លែងហ្នឹងយល់ហើយអ្នកនរគ្នាកន្លែង all page ហ្នឹងអូខេអញ្ចឹងករណីខាងក្រោមទៀតខាងក្រោមនេះគឺយើង print one outside អញ្ចឹងមានន័យថាយើង print តែមួយបែបនេះអញ្ចឹងយើងយកតែមួយវាមិនមែនសងខាងទេអាហ្នឹងគឺវាចេញតែមួយខាងយល់អត់អូខេ
ហ្នឹងគឺ print តែមួយទេអូខេចំពោះកន្លែង print on both side ហ្នឹងកន្លែងទៅនេះគឺ flip មានន័យថាយើងអាចបើកបានមានន័យថាវា print សងខាងបាទអញ្ចឹងអ្នកនរគ្នាធ្វើសភៅអីអាចចុចអាហ្នឹងទៅដើម្បី print សងខាងកុំឲ្យខាតក្តាស់អញ្ចឹងកន្លែងហ្នឹងគឺ print សងខាងអូខេអញ្ចឹងយកអាហ្នឹងទៅ print ល្អបាទមានន័យថាពេលយើងបើកទៅមកត្រឡប់ទៀតគឺយើងវាត្រូវជួររបស់វាតែបាទនេះពេលយើងចង់ print អានេះគឺយើងចង់និយាយថាយើង print ទៅវាបច្ច្រាស់យល់អត់អានេះបែបអញ្ចេះប៉ុន្តែអាមកជាហៀងទៀតវាត្រឡប់មកក្រៅមកគឺទុយវាវិញណាបច្ច្រាស់ហ្នឹងណាអូខេអញ្ចឹងអត់មានអីពិបាកទេកន្លែងហ្នឹងគឺតែប៉ុណ្្នឹងឯងបាទកន្លែងនេះគឺ portrait នឹងlandscape ហ្នឹងកន្លែងក្តាស់ប្តីឬក្តាស់មឈរអញ្ចឹង A4 ត្រូវហើយបាទក្តាស់របស់យើងគឺត្រូវ A4 ហើយតែបើបងប្អូនគ្នាឃើញ letter អាហ្នឹងដល់ពេលដែលយើង print ទៅវាអាចនឹងមានបញ្ហាឧទាហរណ៍ដាច់ពាក្យកណ្ដាលអីឬក៏ដាច់ចុងវាបន្តិចហ្នឹងឯងអូខេអញ្ចឹងយើងអាហ្នឹងហើយហ៎បាទអូខេបន្តមកកន្លែងនេះគឺសម្រាប់យើងយក page per sheet មានន័យថាតែមួយអញ្ចឹងបើសិនជាបងប្អូនគ្នាចង់បានតែវាតែមួយមកกระดาษហ្នឹងគឺយើងយកអាហ្នឹងតែបើយើងចង់បាន2ចង់2មានន័យថាម៉េចយើងយកបាទអញ្ចឹងអានេះមាន2 page អញ្ចឹងមានន័យថាវាមកតែមួយទេអញ្ចឹងវាពុះចែកគ្នាបែបនេះបាទជាទូទៅលំហាត់ដល់គេចង់ចេញกระดาษអញ្ចឹងវាគេដាក់page per អានេះ page per sheet ហ្នឹងគឺគេបាន2ចំណេញអូខេបន្ទាប់ពីយើងកំណត់អស់ហើយយើងចុច print មកបាទចុច print មកជាការស្រេចអីបាទអញ្ចឹងយើងបាន set អស់ហើយអូខេអញ្ចឹងខ្ញុំធ្វើការចុច print មកបាទខ្ញុំឧទាហរណ៍ print ណាអូខេអញ្ចឹងខ្ញុំចង់បានតែ page ទី1ទេទី2ខ្ញុំមិនចង់បានទេអញ្ចឹងយើងចុចលេខ2មកវាចេញ page ទី2អូខេតែនេះគឺខ្ញុំចង់បានឥឡូវខ្ញុំចង់បានទាំងអស់អញ្ចឹងយើងដាក់ all មកនេះ print all អញ្ចឹងចុច print មកអញ្ចឹងវានឹងដំណើរការបាទអូខេវាពងដើរបាទអូខេអញ្ចឹងវាដើរហើយអញ្ចឹងម៉ាស៊ីន print របស់យើងនឹង print វាចេញអូខេអញ្ចឹងនេះបាទវាដំណើរការហើយអរគុណច្រើនសូមពុកម៉ែបងប្អូនបាទទស្សនាវីដេអូនេះហើយចុច subscribe ផងណាដើម្បីទទួលបានវីដេអូថ្មីចំណេះដឹងបាទអរគុណច្រើន